បាទសួស្តីបងប្អូនទាំងអស់គ្នាគឺយើងមកធ្វើបុកល្ហុងជាមួយនឹងខ្ញុំតែបានអញ្ចឹងដំបូងយើងដាក់ខ្ទឹមហើយជា3គ្រាប់ទៅអ្នកនេះហើយយើងដាក់ម្ទេសតាមចំណូលចិត្តរបស់យើងទៅហើយយើងបុកឲ្យម៉ាក់ខ្ញុំទៅយើងដាក់ម្កហើយយើងដាក់គ្រីមកហើយយើងបុកទៅខ្ទាតចូលភ្នែកអីអញ្ចឹងណាសាខ្ទឹមហើយនឹងម្ទេសវាផ្សារដែរអញ្ចឹងយើងបុកវាឲ្យម៉ត់សិនមកអូខេតមកយើងដាក់ទឹកកាពិចូលបងប្អូនទាំងអស់គ្នាយើងគ្រឿងបុកល្ហុងរបស់ខ្ញុំគឺសាមញ្ញទេទឹកកាពិហើយនឹងក្រូចឆ្មាហើយនឹងស្ករត្នោតទេអូខេយើងដាក់ប៉ុណ្ណឹងមកហើយយើងថែមស្ករត្នោតមកបើសិនជាបងប្អូនចង់ញ៉ាំគ្រឿងដិតទេបងប្អូនអាចលាយជាមួយនឹងទឹកត្រីអីតិចតួចអីផ្ថែមទៀតបានអញ្ចឹងណាអូខេហើយយើងកូរវាឲ្យវាសព្វគ្រឿងហើយយើងចាប់ផ្ដើមច្របាច់ក្រូចឆ្មាចូលអូខេចំពោះក្រូចឆ្មាខ្ញុំប្រហែលជាដាក់4ចង្រិតអីហ្នឹងដោយសារថាក្រូចឆ្មាខ្ញុំគឺអត់សូវជូរទេហើយណាមួយទឹកកាពិយើងច្រើនដែរមិញគេយើងចាប់តាមដាក់បន្លែចូលស្ដែកដីហើយនឹងពេលប៉ោយហ្នឹងយើងដាក់ចូលមកពេលផ្លែរឹងចឹងយើងដាក់ចូលមកបងប្អូននេះអូខេដល់បន្ទាប់មកយើងចាប់ផ្ដើមដាក់ប្រភេទអីបច្ចេកទេសគេយើងអត់មានក្តាមប្រៃដាក់ទេអូខេឥឡូវយើងដាក់បកាហើយយើងដាក់ល្ហុងចូលតែម្ដងដោយសារយើងបុកដល់ផ្ទះចឹងយើងអត់សូវដោតយកឲ្យឆ្ងាញ់ខ្លាំងទេដោយសារក្តាមប្រៃគឺយើងពិបាករកយកបានទិញមកអញ្ចឹងណាអូខេឥឡូវយើងមានប៉ុណ្ណេះបុកប៉ុណ្ណឹងទៅអូខេតែយើងបុកហើយយើងដួសវាឲ្យវាមូរចូលហើយអញ្ចឹងហើយយើងលើកឡើងមកគឺបានទាំងអស់ហ្មងហើយចាំយើងញ៉ាំយើងទាញតាមក្រោយអញ្ចឹងណាបាទខ្ញុំខ្ចប់ឲ្យម៉ាក់ខ្ញុំទេហើយអត់តញ៉ាំហ្នឹងទេបាទខ្ញុំខ្លួនឯងខ្ញុំបុកវាក់ខើយប្រទេសច្រើនអញ្ចឹងណានេះយើងធ្វើឲ្យទុកឲ្យយកឲ្យម៉ាក់អញ្ចឹងណាអូខេហើយយើងដួសតាមគ្រឿងតាមអីហ្នឹងមកអូខេហើយយើងដាក់ជីមកដាក់គ្នាហើយដៃអញ្ចឹងអ្នកកុំប្រកាន់អីសាមញ្ញទេតាមជនបទស្រុកស្រែយើងអត់មានស្រោមដៃស្អាតដូចគេទេតោះហើយអត់ល្ហុងនេះគឺខ្ញុំបុកញ៉ាំហើយគឺដាក់ម្ទេសច្រើនអូខេបាទបន្ទាប់ពីធ្វើយើងញ៉ាំអស់ហើយអូខេ Goodbye